ជំរាបសួរបងប្អូនអ្នកគ្នាឥឡូវនេះសូមធ្វើការទូទាយទាក់ទងជាមួយនឹងចំណេះដឹងបន្ថែមមួយទៀតទាក់ទងជាមួយនឹងប្រផ្នូលនៃការញាក់សាច់បងប្អូនអ្នកគ្នាដែលអង្គុយទៅសេវាញាក់សាច់នៅតំបន់ណាមួយបាទដូចជាដៃជើងខ្លួននៃញាក់សាច់ទៅទេបងប្អូនអ្នកគ្នាបាទការញាក់នេះគឺតែងតែមានប្រផ្នូលរបស់គេបាទចឹងបងប្អូនในការជែកច្បាស់ថាតើការញាក់សាច់បងប្អូនអ្នកគ្នានៅតាមផ្នែកនីមួយៗនៅតាមម៉ោងនីមួយៗបញ្ជាក់ពីអ្វីខ្លះសូមតាមដានស្ដាប់ពី Channel ទូទាយដូចតទៅនេះបងប្អូនអ្នកគ្នាតើតើនឹងបទនៅញាក់សាច់គឺមានតាំងពីដើមមកហើយតើតើជាមួយនឹងបុកណូនេះបងប្អូនខ្លះក៏មិនដឹងបងប្អូនខ្លះក៏ដឹងចឹងទៅតែជាទូទៅគឺតែងតែផ្ដល់នៅហេតុភេទផ្សេងគ្នាទៅតាមម៉ោងនីមួយៗដូចជាបងប្អូនដែលញាក់សាច់បាទនៅចន្លោះពីម៉ោង1ទៅដល់ម៉ោង3យប់អញ្ចឹងចន្លោះនេះគឺបងប្អូនទាំងអស់ថាអ្នកខ្លះគាត់ថាម៉ោងនេះគឺគាត់គេងហើយតែអ្នកខ្លះទៀតគឺនៅទេបងប្អូនអ្នកខ្លះគាត់បំពេញការងារពេលយប់អញ្ចឹងទៅដូចជាធ្វើការវេនយប់សម្រាប់វេនយប់អីចឹងទៅបាទគឺគាត់អាចអង្គុយឬក៏ធ្វើការទៅសពញាក់សាច់ចន្លោះម៉ោងហ្នឹងតែតំបន់ផ្នែកណាមួយនៅដងខ្លួនរបស់គាត់បើញាក់នៅចន្លោះម៉ោងនេះមានន័យថាបងប្អូនអ្នកគ្នានឹងមានអ្នកដែលគាត់មានអំណាចឬក៏ទូនីតិបាទមានអំណាចឬក៏ទូនីតិធំជាងបងប្អូនអ្នកគ្នាហ្នឹងគឺគាត់បាទនឹងជួយជ្រោមជ្រែងបងប្អូនអ្នកគ្នាផ្ដល់នៅឱកាសផ្ដល់នៅភាពល្អប្រសើរផ្ដល់នៅអ្វីដែលបងប្អូនអ្នកគ្នាមិនធ្លាប់ទទួលបានពីមុនមកដែលធ្វើបងប្អូនអ្នកគ្នាគឺរីករាយសប្បាយចិត្តយ៉ាងខ្លាំងចំពោះញាក់នៅចន្លោះម៉ោងនេះពីម៉ោង1បាទពីម៉ោង1ទៅដល់ម៉ោងដែលបានជំរាបជូននេះគឺម៉ោង3យប់នេះបាទគឺល្អប្រសើរបងប្អូនញ៉ាំមកនេះគឺល្អស្រាប់តែបងប្អូនញាក់ចន្លោះម៉ោង3ដល់ម៉ោង5ម្ដងម៉ោង3ម៉ោង5ចិត្តភ្លឺបើបងប្អូនមានញាក់សាច់តំបន់ណាមួយในដងខ្លួនមានន័យថាបងប្អូននឹងបានប្រាក់ច្រើនឬក៏ទទួលបាននៅលាភទាក់ទងជាមួយហិរញ្ញវត្ថុណាមួយពីការធ្វើការឬក៏ពីការដែលបងប្អូនបំពេញនៅអ្វីមួយដែលលោកអ្នកនឹងទទួលបានស័ក្តិសមនៅអ្វីដែលលោកអ្នកទទួលដោយសារលោកអ្នកព្យាយាមធ្វើឬក៏ដូចជាការផ្ដល់នៅហិរញ្ញវត្ថុណាមួយពីមនុស្សដែលលោកអ្នកមិនស្គាល់ពីមុនមកផ្ដល់ជូនលោកអ្នកទៅដោយការបំពេញនៅអ្វីមួយជូនគេហើយលោកអ្នកនឹកស្មានមិនដល់ដូចជាការផ្ដល់ជាលុយធីបការផ្ដល់ជារង្វាន់លើកទឹកចិត្តអីជាដើមបើបងប្អូនអ្នកគ្នាញាក់នៅចន្លោះម៉ោង5ទៅដល់ម៉ោង7ព្រឹកបើញាក់សាច់នៅចន្លោះម៉ោង5ដល់ម៉ោង7ព្រឹកនេះបងប្អូនអ្នកគ្នាមានន័យថាបងប្អូនអ្នកគ្នាអាចជួបនឹងគ្រោះកាចណាមួយកើតមកជីវិតរបស់បងប្អូនអ្នកគ្នាបាទចន្លោះម៉ោងនេះគឺមិនសូវជាគួរប្រសើរទេហើយតោងឲ្យបងប្អូនឲ្យធូបឲ្យទៀនដើម្បីបួងសួងទៅវត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សាបងប្អូនអ្នកគ្នាឲ្យល្អប្រសើរឡើងវិញទៅបងប្អូនអ្នកគ្នាធូរស្បើយពីបញ្ហានេះបានចាំបងប្អូនអ្នកគឺចន្លោះម៉ោង5ទៅដល់ម៉ោង7ព្រឹកមកគឺជាម៉ោង1ដែលលោកអ្នកអាចនឹងជួបបញ្ហាមកកាន់ជីវិតចឹងហើយក៏មានអាចឲ្យធូបបួងសួងដល់គុណព្រះពុទ្ធធម៌ព្រះសង្ឃឬក៏គុណមេដាបេដារបស់បងប្អូនអ្នកគ្នាដើម្បីជៀសនៅបញ្ហាទាំងនេះបើបងប្អូនអ្នកគ្នាញាក់សាច់បាទនៅចន្លោះពីម៉ោង7ព្រឹកទៅដល់ម៉ោង9ព្រឹកនោះមានន័យថាបងប្អូនអ្នកគ្នាលក់ដូរនឹងដាច់ការទ្រព្យច្រើនបើលោកអ្នកញាក់នៅចន្លោះម៉ោងនេះគឺបងប្អូនរកស៊ីលក់ដូរទៅគឺដាច់លឿនសម្រាប់ថ្ងៃនេះហើយបងប្អូនអ្នកគ្នានឹងទទួលបានភាពតិចតិចជុំទាក់ទងរឿងលុយកាក់ហិរញ្ញវត្ថុដែលបងប្អូនអ្នកគ្នានឹងអាចទទួលបានពីការខិតខំប្រឹងប្រែងមកបងប្អូនអ្នកគ្នាក៏ប៉ុន្តែការទទួលនេះគឺលឿនជាងធម្មតាដែលបងប្អូនអ្នកធ្វើបាទបើបងប្អូនអ្នកគ្នាញាក់សាច់បាទនៅចន្លោះម៉ោងដែលបងប្អូនអ្នកគ្នាកំពុងតែបំពេញការងារនេះពីម៉ោង9ដល់ម៉ោង11មានន័យថាបងប្អូនអាចជួបនឹងគ្រោះកាចចំណាយណាមួយជាយាមមិនខានចឹងការធ្វើដំណើរទីឆ្ងាយគួរតែប្រយ័ត្នប្រយែងបន្តិចឬគួរជួយចឹងអាចដុតធូបដុតទៀនរំលឹកគុណមេដាបេដាព្រះពុទ្ធធម៌ព្រះសង្ឃដើម្បីបញ្ជាទៅបញ្ហាបាទទៅតាមបុណ្យដែលបងប្អូនគ្នាបានបំពេញបុណ្យដែលបងប្អូនគ្នាបានធ្វើបើអ្នកចន្លោះម៉ោង11ទៅដល់ម៉ោង1រសៀលមានន័យថាសាច់ញាតិបងប្អូននឹងអាច
ជួបជុំគ្នាឬក៏មានអ្នកមកលេងផ្ទះឬក៏ណាត់ជួបគ្នាមនុស្សដែលពុំស្គាល់ពីមុនមកអាចមកជួបជុំបងប្អូនគ្នានៅថ្ងៃនេះដែលធ្វើឲ្យបងប្អូនគ្នារឿយៗនៅក្នុងផ្លូវចិត្តផ្លូវអារម្មណ៍យ៉ាងខុសប្រសើរជាទីបំផុតសម្រាប់បងប្អូនគ្នាចឹងញាក់ម៉ោងចន្លោះម៉ោងនេះគឺល្អទេអាចមានបងប្អូនមកលេងឬក៏មិត្តភ័ក្តិចាស់ៗដែលពុំដែលសូវស្គាល់ជួបគ្នាអាចនឹងណាត់ជួបគ្នានៅថ្ងៃនេះចន្លោះពីម៉ោង1ទៅដល់ម៉ោង3ល្ងាចឬក៏3រសៀលបងប្អូនគ្នានឹងមានសាច់ញាតិបាទធ្វើឲ្យលោកអ្នកព្រួយបារម្ភដូចមានការជំងឺដង្កាត់ដំណឹងថាគាត់អត់សូវស្រួលខ្លួនឬក៏គាត់ជួបនៅបញ្ហាណាមួយដែលធ្វើលោកអ្នកជួយគិតជួយគូគាត់ធ្វើឲ្យបងប្អូនគ្នាលំបាកចិត្តបាទចន្លោះម៉ោងនេះគឺជាម៉ោងលំបាកចិត្តในការញាក់សាច់ណាបាទអញ្ចឹងបើមានចន្លោះម៉ោងនេះបងប្អូនអាចសង្កល់មើលបាននឹងមានរឿងដែលលោកអ្នកពិបាកចិត្តដែលជាមួយនឹងខ្សែស្រឡាយឬក៏សាច់ញាតិបើញាក់ចន្លោះម៉ោង3ដល់ម៉ោង5ល្ងាចមានអ្នកដែលផ្ដល់ជាប្រាក់ចំណេញជូនបងប្អូនគ្នាហើយធ្វើឲ្យបងប្អូនគ្នារីកសប្បាយចិត្តមែនតើបាទប្រាក់ចំណេញបានពីភាគលាភឬក៏បានពីការចំណេញទៅលើការលក់ទំនិញឬក៏សេវាកម្មទៅឲ្យអ្នកដទៃឬក៏បានផ្ដល់ជាលក្ខណៈលុយធីបអីចឹងជាដើមបាទបងប្អូនគ្នាបើញាក់ចន្លោះម៉ោង5ដល់ម៉ោង7យប់គឺបងប្អូនគ្នាអាចមានដំណោះតតែងជាមួយសាច់ញាតិឬក៏ប្តីប្រពន្ធនៅក្នុងវងគ្រួសារអញ្ចឹងបើញាក់ចន្លោះម៉ោងនេះបងប្អូនគ្នាគួរខាំមកសង្កត់ចិត្តកុំឲ្យមានបញ្ហាណាមួយធ្ងន់ធ្ងរមកដល់បងប្អូនគ្នាបានដឹងហើយបងប្អូនអាចប្រយ័ត្នប្រយែងប្រយ័ត្នមកប្រយ័ត្នកទៅជាបានចន្លោះម៉ោង7ដល់ម៉ោង9យប់មានសាច់ញាតិផ្ដល់ជាលុយកាក់ត្រឡប់មកវិញបាទហើយតើតើជាមួយនឹងរឿងហេតុការណ៍ក៏ជួបនៅរឿងមិនសូវល្អដែរអញ្ចឹងប្រចាំប្រយែងបើញាក់ចន្លោះម៉ោង7ម៉ោង9យប់បើធ្វើដំណើរយប់លប់អីកុំធ្វើដំណើរអីបើសិនជាអាចតែបើធ្វើដំណើរគួរតែព្យាយាមប្រយ័ត្នប្រយែងបានខ្ពស់បន្តិចបើញាក់ចន្លោះម៉ោង11ដល់អធិស្ឋានម៉ោង9ដល់ម៉ោង11យប់ទំនេរទៅតាមបងប្អូនគ្នាបើសិនជាចង់ជជែកការងារគួរតែជជែកនៅទីឆ្ងាយនិងទទួលបានលាភសក្ការៈត្រឡប់មកវិញរកស៊ីក៏គួរតែរកទីឆ្ងាយជាងពេលបច្ចុប្បន្ននេះដើម្បីទទួលបានលាភជ័យជាជាបំខានដល់មកកាន់ជីវិតបងប្អូនគ្នាហើយបើញាក់នៅចន្លោះម៉ោង12ទៅដល់ម៉ោងជាស្រ័យម៉ោង11ទៅដល់ម៉ោង1យប់វិញបាទវិលជុំមកបងប្អូនគ្នាគឺមានន័យថាបងប្អូននឹងទទួលបានលាភបានជ័យគ្រប់បែបយ៉ាងជាបំខានឡើយមិនថារកស៊ីមករបរជួញដូរទីជិតទីឆ្ងាយឬការជជែកវិញវិញមានទេសូមអរគុណបានសម្រាប់ពីការទូទាយចូលវិទ្យាល័យសីសម្រាប់ការប្រភ្នូនៃការញាក់សាច់បាទមិនថាញាក់ចំបន់ណាទេនៃដងខ្លួនទៅតាមម៉ោងនីមួយៗដែលបានជំរាបជូនអរគុណច្រើនពី Channel ទូទាយសូមជម្រាបលា